Bon bà dương trong mơ đọc bài ca này không hiểu ai hát bọn dương cua cho trạch mà Ồ, bạn sụt đầy. Bà xin chị bông bông có thể ca mơ được bài ca được nông sau việc hiện cứ nghi sủa để xa tại cảm thị bao dưỡng cư dân miền ở phang sân nơi cái lại nick hành trade đây nick cư dân ăn trực biệt thay report chẳng bà xin chị nó không cạnh đấy bông bông có thể ca mơ được bài ca lụa dân ăn cho từ nông report hay dân trực miền biệt thay point of sale từ nông point of sale nó cứ bên miền tràn được bài ca để bông bông ăn chưa rơi tam được ca ban chẳng ấy tí họ thành ởក្នុងហ្នឹងគឺមាន set register អញ្ចឹងជាទូទៅ set register គឺយើងសំដៅទៅលើរបាយការណ៍លក់ទូទៅទាំងអស់នៅក្នុងនេះគឺរបាយការណ៍យើងមានច្រើនមែនទែនមានថាយើងមានច្រើន style ជូនគាត់អញ្ចឹងណាគាត់អាចមើល summary ហ្នឹងវាស្រួលមើលវាខ្លីប៉ុន្តែអត់បង្ហាញទាំងអស់ទេបង្ហាញតែលក់បានប៉ុន្មានសរុបអញ្ចឹងហើយយើងអាចចំណុចសំខាន់របស់យើងគឺយើងអាច rank date បានមានន័យថាយើងអាច select បើគាត់ចង់មើលពីថ្ងៃណាដល់ថ្ងៃណាឬក៏មើលតែថ្ងៃហ្នឹងយើងអាច select today មកបើសិនជាយើងមើលថាក្នុងមួយសប្តាហ៍ហ្នឹងយើងលក់បានប៉ុន្មានអញ្ចឹងយើងចុច rank មកយើងថាថ្ងៃ1ដល់ថ្ងៃ7តែក្នុង7ថ្ងៃហ្នឹងយើងលក់បានប៉ុន្មានយើងអាចចុច preview មកគឺវាចេញក្នុងហ្នឹងទាំងអស់ហើយក្រៅពីហ្នឹងទៀតយើងមាន category ផ្សេងទៀតដូចជាdetail daily sale អញ្ចឹងសម្រាប់របាយការណ៍ daily sale គឺយើងសម្រាប់មើលមួយថ្ងៃជាទូទៅចឹងណាបាទហើយយើងមាន monthly sale ចឹងរបាយការណ៍នេះគឺប្រចាំខែយើងអាចpreview មកដាក់ប្រចាំខែcompare គ្នាហ្មងតើខែ4នេះយើងលក់បានប៉ុន្មានខែ5នេះយើងលក់បានប៉ុន្មានហើយខែមុននោះយើងលក់បានប៉ុន្មានគឺយើង preview មកយើងមើលជាមួយខែសរុបថាមួយខែយើងលក់បានប៉ុន្មាននៅក្នុងឆ្នាំហ្នឹងអញ្ចឹងណាបន្ទាប់មកគឺយើងមានreport មួយទៀត sell by item អញ្ចឹងក្នុងករណីខ្លះម្ចាស់អាជីវកម្មគាត់ចង់ដឹងថាគាត់លក់បានចំនួនលុយឧទាហរណ៍ថា5000ឬ10000ឬ20000តែគាត់ចង់ដឹងថាក្នុងចំនួនលុយទាំងអស់ហ្នឹងតើ item ណាដែលគាត់លក់បានច្រើនមានថាមុខទំនិញណាឬក៏មុខម្ហូបណាគាត់លក់បានច្រើនអញ្ចឹងគឺកន្លែងហ្នឹងគាត់ត្រូវប្រើប្រាស់ report ហ្នឹងកន្លែង sell by item អញ្ចឹងយើងអាចវានឹងចេញ list category មកថាឧទាហរណ៍ថាយើងលក់ភេសជ្ជៈអញ្ចឹងភេសជ្ជៈ A នេះលក់បានប៉ុន្មានកេសភេសជ្ជៈ B នេះលក់បានប៉ុន្មានកេសវានឹង view ជាចំនួនមុខតំណែងរបស់យើងនៅក្នុងនឹងដែរគឺមានreport មួយទៀត authorization lock នេះគឺយើងសម្រាប់មើល check មើលថាតើមាន user ណាខ្លះដែលគាត់ log in ចូល software របស់យើងហើយគាត់បានធ្វើអីខ្លះកន្លែងហ្នឹងគឺដូចជាកំណត់ត្រាមួយទ្វារចេញចូលបិទមួយបិទបើកសម្រាប់នៅក្នុង system អញ្ចឹង user ណាដែលគាត់ចូលទៅប្រើប្រាស់គឺយើងអាចមើល check មើលក្នុងនឹងទាំងអស់បាទបន្ទាប់មកទៀតគឺយើងមានgross profit by item នេះក៏សំខាន់ដែរគឺបើសិនជាយើងមាន set ថ្លៃដើមចូលទៅក្នុងហ្នឹងអញ្ចឹងពេលយើងលក់ចេញថ្លៃលក់ប៉ុន្មានវានឹងកាត់កងជាមួយថ្លៃដើមហើយចេញរបាយការណ៍ចំណេញខាតឲ្យយើងមកនៅកន្លែងនេះណាបាទអញ្ចឹងឧទាហរណ៍ថា A អញ្ចឹងយើងទិញមក$1យើងលក់ចេញ$2កាក់អញ្ចឹងនៅក្នុង report នេះគឺវាកណនីឲ្យយើងហើយហ្មងថាក្នុង item នេះយើងចំណេញបាន0.2កាក់អញ្ចឹងយើងមិនចាំធ្វើបញ្ជីដៃនៅក្នុង Excel ទៀតទេអញ្ចឹងវាងាយស្រួលបែបហ្នឹងអញ្ចឹងបាទតមកទៀតសម្រាប់function មួយទៀតក៏សំខាន់ដែរកន្លែងនេះគឺ sell by employee អញ្ចឹងជាទូទៅតាមហាងឬក៏តាមអង្គភាពនីមួយៗតែងតែមានប្រាក់ bonus សម្រាប់បុគ្គលិកអញ្ចឹងយើងជា admin ឬក៏យើងជាម្ចាស់ account manager ឬក៏ជាម្ចាស់អាជីវកម្មយើងចង់ដឹងថាបុគ្គលិក A ឬបុគ្គលិក B ហ្នឹងក្នុងមួយខែគាត់លក់បានប៉ុន្មានអញ្ចឹងយើងត្រូវមើលកន្លែង sell by employee នេះគឺយើងអត់ចាំបាច់ទៅជ្រាវក្នុង invoice ហ្នឹងថាម្នាក់នេះលក់បានប៉ុន្មានម្នាក់លក់បានប៉ុន្មានទេយើងចុចកន្លែង search by employee ហ្នឹងវានឹង list ឲ្យយើងថា list តាមឈ្មោះទៀតថាបុគ្គលិក A លក់បាន5000បុគ្គលិក B លក់បានតែ3000ទេអញ្ចឹងយើងមើលការងាររបស់បុគ្គលិកនៅក្នុងហ្នឹងមកយើងអត់ចាំបាច់ទៅជ្រាវមើលនៅក្នុង report មួយទេហើយបើសិនជាក្នុងករណីថាឥឡូវយើងចង់ដឹងបុគ្គលិកយើងច្រើនតែយើងចង់ដឹងតែម្នាក់ហ្នឹងឯងឈ្មោះអីគេយើងអាច search នៅក្នុងកន្លែងចន្លោះ employee នេះយើង search ឈ្មោះមកទៀតតែគាត់ឈ្មោះអីគេ A1 អញ្ចឹងទៅយើង search A1 ទៅគឺ report ហ្នឹងចេញតែ A1 ហ្នឹងលក់ពីចន្លោះថ្ងៃណាដល់ថ្ងៃណាលក់បានទាំងលុយមែនគឺច្បាស់ចេញមកចឹងច្បាស់ហ្មងfunction មួយទៀតគឺតាក់ទង report ដែរគឺ kitchen history បាទកន្លែងនេះគឺសម្រាប់បងប្អូនដែលបើកជាភោជនីយដ្ឋានអញ្ចឹងយើងអាច check មើលថាតើនៅកន្លែងនៅកន្លែងចក្រានហ្នឹងតើគាត់ចេញម្ហូបអីគេខ្លះតែថាយើងចង់ទៀងទាត់ជាមួយនឹងការលក់របស់យើងអញ្ចឹងយើងអាច preview មកវាចេញហើយថាក្នុងចក្រានយើងហ្នឹងគេ order អីគេខ្លះហើយចុងភៅបានចេញម្ហូបអីគេខ្លះកន្លែងហ្នឹងគឺមានទាំងអស់
ចឹងអត់បាត់ទេសូម្បីតែថាបងប្អូនគាត់ប្រើ system ហ្នឹង software ហ្នឹងគាត់ order បន្ទាប់មកមុខម្ហូបមួយទៀតថាhot latte មួយចុះក្នុងថ្ងៃហ្នឹងម៉ោងហ្នឹងគាត់ចេញម្ហូបហ្នឹងមួយតែគាត់សម្រាប់ឲ្យ customer មួយណាសម្រាប់ឲ្យភ្ញៀវមួយណាហើយគាត់អង្គុយតុកលេខប៉ុន្មានគឺ system យើង record បានជាប់ទាំងអស់ហ្មងចំណុចចុងក្រោយមួយទៀតក៏សំខាន់ដែរគឺ report sale by promotion detail ដោយសារយើងចេញ function នេះមកគឺសម្រាប់ឲ្យបងប្អូនគាត់ check មើលថាតើក្នុងគាត់ចេញ promotion មួយទៀតថាហាងខ្លះគាត់មួយឆ្នាំគាត់មាន promotion ពីរដងខ្ញុំបិណ្ឌផងអ៊ំទូផងចូលឆ្នាំផងអញ្ចឹងគាត់ចង់មើលថាក្នុងមួយ promotion ហ្នឹងតែគាត់លក់បានទឹកលុយប្រហែលគឺយើងអាច review នៅកន្លែងហ្នឹងបានបាទអញ្ចឹងសរុបមកវិញបើសិនជាបងប្អូនប្រើ POS full function ដែលខ្ញុំតែងតែហៅថា ERP software ហ្នឹងគឺវាមាន function ច្រើនអញ្ចឹងតែបងប្អូនវាត្រូវជាមួយនឹងបងប្អូនភាគច្រើនហ្មងចឹងបើសិនជាបងប្អូនគាត់ទិញ software ណាដែលគាត់អត់មាន full function ចឹងទេពេលយើងចង់មើលទៀតហើយយើងចង់មើលបុគ្គលិកនេះលក់បានប៉ុន្មានយើងរត់ឃើញទេលុះត្រាតែយើងយកអាជីដែលគាត់ all detail ហ្នឹងយកទៅធ្វើ Excel ម្ដងទៀតអញ្ចឹងវាខាតការងារបើសិនជាយើងប្រើលក្ខណៈstandard software របស់ពួកខ្ញុំចេះគឺយើងងាយស្រួលយើងចង់ check អីក៏ដឹងដែរហើយយើងមិនបាច់នៅកន្លែងយើង check មើលអ្នកណា log in អ្នកណាអីគឺបានទាំងអស់អញ្ចឹង function report អានេះគាត់POS មួយណាបាទគាត់ point of sale មួយបើសិនជាបងប្អូនទិញsoftware full accounting ហ្មងគឺមានច្រើនដែរបាទមាន AR AP មាន inventory general ledger អីមានច្រើនទៀតខ្ញុំនឹងបង្ហាញតាមក្រោយទៀតអានេះខ្ញុំបង្ហាញតែសម្រាប់បងប្អូនដែលគាត់ប្រើ POS ខាងខ្ញុំគឺមាន function ប៉ុណ្ណឹងបាទខ្ញុំគិតថាប៉ុណ្ណឹង full ហ្មងគ្រប់គ្រាន់ទេ